ងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបឈរជើងនៅចំណុចផាត់សណ្ដាយស្រុកកំពង់ស្វាយបើកប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទក្នុងខេត្តកំពង់ធំការចាប់បង្ក្រាបនេះធ្វើឡើងកាលពីព្រឹកថ្ងៃច័ន្ទ300ខែស្រាប់ឆ្នាំខាលចត្វាស័កពុទ្ធសករាជ2566ត្រូវនឹងថ្ងៃទី15ខែសីហាឆ្នាំ2022ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីវ៉ាច័ន្ទកុសលស្នងការរងនគរបាលខេត្តកំពង់ធំនិងជាប្រធានក្រុមការងារទទួលខុសត្រូវឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយព្រមទាំងសហការីបានចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅចំណុចចាប់ពីបឹងម៉ាដល់បឹងកំភ្លៀងធំក្នុងភូមិសាស្ត្រឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយខេត្តកំពង់ធំទទួលបានលទ្ធផលដូចខាងក្រោមបង្កសំណុំរឿងបានចំនួន1ករណីរុះរើបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងរួមមានរបាំងសាច់អួនក្រឡាញឹកចំនួន5របាំងប្រវែង1500ម៉ែត្រលុកចំនួន10គ្រឿងលុកលូចំនួន15មាត់បង្គោលចំនួន800ដើមចាក់លេងត្រីស្រស់ចម្រុះចំនួន15គីឡូក្រាមចូលទៅក្នុងទន្លេវិញប្រើមធ្យោបាយកាណូតចំនួន5គ្រឿងអស់ប្រេងចំនួន75លីត្រកម្លាំងចូលរួមសរុបចំនួន20នាក់ក្នុងនោះមាននគរបាលខេត្តចំនួន2នាក់សឹករងខេត្តចំនួន5នាក់រដ្ឋបាលជលផលចំនួន6នាក់កងរាជអាវុធហត្ថ B06 ចំនួន3នាក់ក្រុមប្រឹក្សាឃុំផាត់សណ្ដាយចំនួន1នាក់កងទ័ពជើងទឹកវាយលើគោកចំនួន3នាក់លោកឧត្តមសេនីយ៍ត្រីវ៉ាច័ន្ទកុសលបានអំពាវនាវសូមឲ្យប្រជានេសាទបញ្ឈប់សកម្មភាពនេសាទខុសច្បាប់និងប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់លោកបញ្ជាក់ថាសកម្មភាពទាំងនេះគឺបំផ្លាញធនធានជលផលដើម្បីរក្សាធនធានប្រកបដោយចីរភាពសម្រាប់បច្ចុប្បន្ននិងអនាគតប្រជាពលរដ្ឋត្រូវតែសហការជាមួយអាជ្ញាធរយើង